សួស្តីបងប្អូនទាំងអស់គ្នាហើយក៏ស្វាគមន៍សាជាថ្មីបងប្អូនទាំងអស់គ្នាមកកាន់វីដេអូបង្រៀនភាសាចិនដែលប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃវីដេអូនេះផងដែរខ្ញុំធ្វើឡើងសម្រាប់បងប្អូនដែលធ្វើការនៅក្នុងភោជនីយដ្ឋានចឹងថ្ងៃនេះយើងនិយាយអំពីទឹកជ្រលក់ប្រភេទទឹកជ្រលក់គឺយើងមានច្រើនប្រភេទតែខ្ញុំណែនាំអ្វីដែលសំខាន់នៅក្នុងមេរៀនប្រចាំថ្ងៃរបស់យើងទី1ទឹកជ្រលក់គេហៅថា调料ទឹកជ្រលក់គឺទឹកជ្រលក់ទូទៅយើងអាចប្រើបានហៅថា调料បន្ទាប់មកទៀតយើងមានវ៉ាន់ស៊ុយគេហៅ香菜បន្ទាប់មកទៀតយើងមានស្លឹកខ្ទឹមគេហៅ小葱ម្ទេស小米辣ចឹងម្ទេសយើងអ្នកណាចូលចិត្តញ៉ាំម្ទេសយើងដាក់小米辣តយើងអាចនិយាយចឹងណាអាហ្នឹងភាសាងាយឯងតាស៊ន់ខ្ទឹមសតាស៊ន់ល្ងកិនហ្នឹងបើសិនជាអ្នកចូលចិត្តញ៉ាំស៊ុបចិនណានឹងដឹងថាល្ងកិនហ្នឹងបើសិនជាលាយទឹកជ្រលក់ខ្វះល្ងកិនហ្នឹងគឺអត់ឆ្ងាញ់ទេអញ្ចឹងទឹកល្ងកិនគេហៅថាជើម៉ាចាំងចាំងយោទឹកស៊ីអ៊ីវគេហៅថាចាំងយោប្រេងល្ងគឺយើងប្រើពាក្យថាជើម៉ាយោប្រេងល្ងវាស្តៀងប្រេងឆាដែរប៉ុន្តែវាធ្វើចេញពីល្ងហើយវាឈ្ងុយជាងបន្ទាប់មកទៀតសៀងឈូគឺយើងប្រើទៅលើជាប្រភេទទឹកស៊ីអ៊ីវជូរចឹងពេលដែលសួរហៅទឹកស៊ីអ៊ីវជូរគឺយើងនិយាយថាសៀងឈូហៅយោប្រេងខ្យងតមកទៀតគឺឡា椒油ប្រេងម្ទេសនីងមងจื้อទឹកក្រូចឆ្មាចឹងសម្រាប់មេរៀនថ្ងៃនេះយើងនិយាយអំពីទឹកជ្រលក់ក៏បានចប់ហើយចឹងយើងចាំជួបគ្នានៅវីដេអូក្រោយអរគុណអ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដានវីដេអូមួយនេះជួបគ្នានៅវីដេអូបន្ទាប់កុំភ្លេចចុច like ចុច share និង subscribe ផងដែរហើយយើងនឹងទទួលបានមេរៀនបន្តទៀត